លីនជាក្មេងស្រីដែលមានអាយុ22ឆ្នាំនាងមានអារម្មណ៍មិនល្អប្រហែល2ទៅ3ខែមកហើយដោយសារតែជីវិតរបស់នាងកំពុងជួបប្រទះនឹងបញ្ហាមួយចំនួននាងពិតជាតានតឹងចិត្តជាខ្លាំងនាងមិនបានទទួលប្រាក់ឧបត្ថម្ភពីឪពុកម្ដាយរបស់នាងទៀតទេដោយសារតែឪពុកម្ដាយរបស់នាងកំពុងជួបប្រទះបញ្ហាហើយនាងក៏មានបញ្ហាជាមួយនឹងការប្រឡងរបស់នាងផងដែរតាំងពីពេលនោះមកនាងមានអារម្មណ៍ថាបាត់បង់ការលើកទឹកចិត្តនាងគ្មានអារម្មណ៍ចង់ធ្វើអ្វីឡើយហើយនាងតែងតែយំជីញឹកញាប់នាងមានអារម្មណ៍ថានាងមិនចង់ចេញទៅខាងក្រៅផ្ទះហើយគ្មានអារម្មណ៍ធ្វើសកម្មភាពប្រចាំថ្ងៃរបស់នាងនោះទេលីនចង់ធ្វើការផ្លាស់ប្ដូរប៉ុន្តែនៅក្នុងពេលតែមួយនាងមិនប្រកាសថានាងអាចធ្វើវាបាននោះទេនាងគិតពីផលប្រយោជន៍នៃការផ្លាស់ប្ដូរនិងការចំណាយសម្រាប់ការផ្លាស់ប្ដូរផលប្រយោជន៍នៃការផ្លាស់ប្ដូរចេញទៅខាងក្រៅផ្ទះនឹងអាចធ្វើឲ្យខ្ញុំជួបជាមួយនឹងមនុស្សម្នាក់ទៀតប្រហែលជាអាចមានពេលវេលារីករាយជាមួយមិត្តភក្តិពួកគេប្រហែលជាអាចជួយលួងលោមចិត្តរបស់ខ្ញុំការចំណាយនៃការផ្លាស់ប្ដូរខ្ញុំពិតជាអស់កម្លាំងណាស់ខ្ញុំមិនចង់ឲ្យគេឃើញខ្ញុំក្នុងសភាពបែបនេះទេវាពិតជាពិបាកណាស់ខ្ញុំគួរតែនៅផ្ទះល្អជាង